ជំរាបសួរនាងខ្ញុំឈ្មោះសុកសោភ័ណ្ឌជានាយិកាផ្នែកទំនាក់ទំនងនិងភាពជាដៃគូនៃអង្គការដើម្បីភាពញញឹមនៃកុមារហៅកាត់ថា PSO ថ្ងៃនេះនាងខ្ញុំមានសេចក្តីសប្បាយរីករាយមែនទែនដែលបានចូលរួមនៅក្នុងសិក្ខាសាលារយៈពេល2ថ្ងៃដែលស្ដីអំពីជោគជ័យនៃការធ្វើអាជីវកម្មនិងទំនាក់ទំនងដែលប្រកបដោយប្រសិទ្ធភាពខ្ញុំមានចំណាប់អារម្មណ៍ថារយៈពេល2ថ្ងៃនេះខ្ញុំបានរៀនបានច្រើនមែនទែនមិនត្រឹមតែរៀនពីtrainer របស់យើងទេប៉ុន្តែក៏រៀនពីអ្នកដែលចូលរួមដូចគ្នាដែរព្រោះអីគាត់សិតតែអ្នកមានបទពិសោធន៍ក្នុងការធ្វើអាជីវកម្មនាពេលបច្ចុប្បន្នចាអញ្ចឹងនៅក្នុងរយៈពេល2ថ្ងៃនេះខ្ញុំគិតថាការធ្វើអាជីវកម្មមិនមែនជាការងាយស្រួលទេយើងត្រូវតែមានការប្រយ័ត្នប្រយែងខ្ពស់ដើម្បីឲ្យអាជីវកម្មរបស់យើងប្រកបដោយភាពជោគជ័យអញ្ចឹងខ្ញុំឃើញថាមានចំណុច4ធំដែលធ្វើអាជីវកម្មមួយជោគជ័យទី1គឺមានអ្នកដែលបង្កើតអាជីវកម្មនោះត្រូវតែមានចំណេះដឹងខ្ពស់គាត់ត្រូវតែមានចំណេះដឹងទូទៅច្រើនគាត់ត្រូវតែដើរឲ្យបានច្រើនដើម្បីមើលថាតើអាជីវកម្មអ្វីដែលគាត់ត្រូវបង្កើតហើយត្រូវទៅសួរខ្លួនគាត់គ្រប់ពេលថាហេតុអីបានជាគាត់បង្កើតអាជីវកម្មហ្នឹងដែលជាចំណុចទី2គឺជាទស្សនៈរបស់គាត់ហើយចំណុចទី3នោះគឺភាពជាសហគ្រិនឬមួយក៏សហគ្រិនភាពគឺជាអត្តចរិតរបស់គាត់ផ្ទាល់ថាតើគាត់ត្រូវមានអត្តចរិតបែបណាចា៎ហើយ3ចំណុចនេះគឺកើតចេញពីខ្លួនគាត់ផ្ទាល់គាត់ត្រូវតែមានខ្លួនគាត់ហើយចំណុចទី4ដែលធ្វើឲ្យអាជីវកម្មមួយមានភាពយូរអង្វែងមានជីវិតរស់នៅបានយូរគឺត្រូវផ្អែកទៅលើ operation របស់គាត់គឺការដំណើរការគ្រប់គ្រងអញ្ចឹងគាត់ត្រូវតែមានការគ្រប់គ្រងច្បាស់លាស់ដែលសប្តាហ៍ថ្ងៃគឺយើងពឹងផ្អែកទៅលើ IT ច្រើនចាអញ្ចឹងខ្ញុំមើលឃើញថាយើងមានចំណុច4ហ្នឹងសំខាន់ប៉ុន្តែទន្ទឹមនឹងគ្នានោះដែរដើម្បីឲ្យមានគ្រឹះមួយដែលរឹងមាំគ្រប់ការធ្វើអាជីវកម្មទាំងអស់ត្រូវតែផ្អែកទៅលើការទំនាក់ទំនងជាសំខាន់ដូចគ្នាអញ្ចឹងភាពការទំនាក់ទំនងធ្វើឲ្យអាជីវកម្មមួយល្អការទំនាក់ទំនងរវាងបុគ្គលិកនៅក្នុងស្ថាប័នក៏ដូចជាទំនាក់ទំនងរវាងក្រុមការងារជាមួយនឹងអតិថិជនរបស់គាត់ដែរអញ្ចឹងគាត់ត្រូវដឹងថាតើអតិថិជនគាត់ចង់បានអីអញ្ចឹងគាត់ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនគាត់មិនមែនធ្វើទៅលើអ្វីដែលគាត់ចង់បានខ្លួនឯងទេចា៎នេះជាចំណុចសំខាន់អញ្ចឹងបន្ទាប់ពីចំណេះដឹងជាច្រើនដែលខ្ញុំបានរៀនសូត្រនៅក្នុងរយៈពេល2ថ្ងៃនេះខ្ញុំគិតថាខ្ញុំអាចយកចំណេះដឹងមួយចំនួនដែលខ្ញុំបានយកទៅមិនបានទាំងអស់ក៏ដោយប៉ុន្តែខ្ញុំគិតថាយើងអាចយកទៅចែកចាយបន្តទៀតចង់និយាយថាយើងអាចចែករំលែកបន្តទៀតទៅធីមរបស់យើងក៏ដូចជាមិត្តភ័ក្តិនិងអ្នកដែលគាត់ចង់ធ្វើអាជីវកម្មដូចគ្នាដែរហើយក៏គិតថាចំណេះដឹងផ្នែកទំនាក់ទំនងនឹងជួយឲ្យក្រុមការងាររបស់ខ្ញុំកាន់តែរឹងមាំបន្ថែមទៀតចាតកតងជាមួយនឹងទំនាក់ទំនងនោះដែរនឹងខ្ញុំសូមបញ្ជាក់មួយតកតងជាមួយនឹងផ្នែកលក់គឺគាត់ត្រូវតែបង្កើតទំនាក់ទំនងល្អជាមុនសិនទើបគាត់លក់បានជោគជ័យទំនាក់ទំនងបានល្អគឺមានន័យថាគាត់ត្រូវឲ្យអតិថិជនចូលចិត្តគាត់ឲ្យអតិថិជនទុកចិត្តគាត់ជាមុនសិនចាសូមអរគុណ